យើងអាចមើលនិងប្រើប្រាស់នឹងការបង្កើតទិន្នន័យនៅក្នុងតារាងនេះយ៉ាងសម្បូរបែបដែលក៏តែយើងធ្វើការ select មក control Q មកហើយយើងមានផ្ទាំងមួយនៅកន្លែងនេះបាទយើងមើលនៅផ្ទាំង format ហ្នឹងយើងអាចចុចយកពឺអាណាដែលមានទិន្នន័យច្រើនវាឡើងវែងអាណាដែលតិចគឺវាមានពឺនឹងខ្លីហើយនៅក្នុងប្រអប់ជ្រុងខាងក្រោមនេះគឺយើងអាចអាប់ដេតវាបានរហូតកាលតែយើង select តារាងទាំងមួយគឺវាចេញប្រអប់ជ្រុងខាងក្រោមនេះឲ្យយើងប្រើប្រាស់វាលក្ខណៈសម្បូរបែបនៅក្នុង menu ផ្សេងៗនៅក្នុងប្រអប់ខាងក្រោមនេះបើយើងអាចធ្វើជាឆាតហើយយើងអាចបាទចាក់ពឺដើម្បីតារាងយើងស្អាតណាអាចធ្វើការ select រួចយើងធ្វើការប្រើប្រាស់បូកសរុបតែម្ដងដោយមិនបាច់ប្រើរូបមន្តសាំក៏បានដែរហើយវាមានមុខងារច្រើនទៀតដែលសារពេលខ្លីខ្ញុំមិនអាចបង្ហាញបានអស់បងប្អូនអាច share វីដេអូទុករៀនធ្វើថ្ងៃក្រោយ